តើអ្វីទៅគឺជាបដិវត្តន៍ឧស្សាហកម្មសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំនឹងធ្វើការបកស្រាយទៅលើបដិវត្តន៍ឧស្សាហកម្មដោយដែលអ្នកទាំងអស់គ្នាបានដឹងហើយថាបដិវត្តន៍ឧស្សាហកម្មគឺជាដំណើរការផ្លាស់ប្ដូរធំមួយនៅក្នុងសង្គមមនុស្សដែលធ្វើឲ្យមានការផលិតដោយការប្រើកម្លាំងដៃនិងឧបករណ៍សាមញ្ញប្រែក្លាយទៅជាការប្រើម៉ាស៊ីនបច្ចេកវិទ្យានិងប្រព័ន្ធឧស្សាហកម្មបែបទំនើបបដិវត្តន៍នេះបានជំរុញឲ្យមានការកើនឡើងនៃសេដ្ឋកិច្ចនិងការផ្លាស់ប្ដូររបៀបរស់នៅរបស់មនុស្សយ៉ាងខ្លាំងដូចនេះការដែលយល់ដឹងពីបដិវត្តន៍ឧស្សាហកម្មពិតជាសំខាន់ណាស់ដោយអាចឲ្យយើងចេះសម្របខ្លួនបានយ៉ាងឆាប់រហ័សក៏ដូចជាចូលរួមកាត់បន្ថយនូវហានិភ័យនិងផលប៉ះពាល់មួយចំនួនធំយ៉ាងណាមិញបដិវត្តន៍ឧស្សាហកម្ម 1.0 គិតចាប់ពីឆ្នាំ1784រីឯបដិវត្តន៍ឧស្សាហកម្ម 2.0 គឺគិតចាប់ពីឆ្នាំ1870ចំណែកឯបដិវត្តន៍ឧស្សាហកម្ម 3.0 គឺគិតចាប់ពីឆ្នាំ1969រីឯបដិវត្តន៍ឧស្សាហកម្ម 4.0 គឺគិតចាប់ពីពេលបច្ចុប្បន្ននេះឯងដូចនេះនាងខ្ញុំនឹងធ្វើការបកស្រាយទៅលើបដិវត្តន៍ឧស្សាហកម្ម 1.0 ដែលគិតចាប់ពីឆ្នាំ1784ដោយផ្ដោតទៅលើឧស្សាហកម្មបែបមេកានិកឧស្សាហកម្ម 1.0 កើតឡើងនៅសតវត្សទី18ដែលមានប្រភពនៅចក្រភពអង់គ្លេសដោយផ្អែកទៅលើការប្រើប្រាស់ថាមពលទឹកនិងថាមពលចំហាយវាគឺជាលើកដំបូងដែលមនុស្សប្ដូរពីការផលិតដោយដៃទៅជាការប្រើម៉ាស៊ីនជំនួសវិញបដិវត្តន៍ឧស្សាហកម្មក្នុងដំណាក់កាល 1.0 នេះគឺជាការយល់ឃើញថាម៉ាស៊ីនអាចបង្កើននូវផលិតភាពនិងកាត់បន្ថយពេលវេលាបានយ៉ាងខ្លាំងដែលនាំឲ្យសង្គមមនុស្សផ្លាស់ប្ដូរពីសេដ្ឋកិច្ចកសិកម្មទៅជាសេដ្ឋកិច្ចឧស្សាហកម្មជំនួសវិញឥឡូវនេះយើងចូលមកកាន់បដិវត្តន៍ឧស្សាហកម្ម 2.0 ដែលផ្ដោតទៅលើអគ្គិសនីដែលកើតឡើងនៅក្នុងអំឡុងឆ្នាំ1870បដិវត្តន៍ឧស្សាហកម្ម 2.0 កើតឡើងនៅចុងសតវត្សទី19ដោយមានដើមកំណើតសំខាន់ពីសហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ការអភិវឌ្ឍឧស្សាហកម្មក្នុងដំណាក់កាលនេះផ្ដោតខ្លាំងទៅលើតំបន់ឧស្សាហកម្មធំៗដូចជាទីក្រុងត្រយនិងទីក្រុងឈីកាហ្គូនៃសហរដ្ឋអាមេរិកនិងទីក្រុងប៊ឺលីនដែលស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់ដែលបានក្លាយទៅជាគ្រឹះសម្រាប់ការផលិតឧស្សាហកម្មសម័យថ្មីកត្តាជំរុញសំខាន់ៗនៃបដិវត្តន៍ឧស្សាហកម្ម 2.0 គឺការប្រើប្រាស់អគ្គិសនីនិងខ្សែសង្វាក់ផលិតកម្មដែលអនុញ្ញាតឲ្យរោងចក្រផលិតទំនិញបានយ៉ាងលឿននិងមានប្រសិទ្ធភាពខ្ពស់ដោយសារតែការអភិវឌ្ឍនេះការវិតម្លៃឧស្សាហកម្មឡើងវិញបានផ្លាស់ប្ដូរដោយផ្ដោតទៅលើការផលិតទំនិញយ៉ាងច្រើនជាពិសេសរថយន្តនិងដែកថែបដែលធ្វើឲ្យតម្លៃទំនិញកាន់តែទាបជាងមុននិងអាចចែកចាយទៅកាន់ទីផ្សារធំៗបានយ៉ាងទូលំទូលាយទោះជាយ៉ាងណាក៏ដោយផលប៉ះពាល់នៃបដិវត្តន៍នេះក៏រួមមានការទាញយកធនធានរ៉ែកាន់តែច្រើនដើម្បីគ្រប់គ្រងដល់ការផលិតយ៉ាងមហិមាដែលបង្កឲ្យមានសម្ពាធលើបរិស្ថាននិងធម្មជាតិចូលមកកាន់បដិវត្តន៍ឧស្សាហកម្ម 3.0 ដែលផ្ដោតទៅលើ Digital ដែលចាប់ផ្ដើមពីឆ្នាំ1969បដិវត្តន៍ឧស្សាហកម្ម 3.0 ចាប់ផ្ដើមនៅសតវត្សទី20ដោយមានកំណើតសំខាន់ពីសហរដ្ឋអាមេរិកនិងប្រទេសជប៉ុនការអភិវឌ្ឍបច្ចេកវិទ្យានៅដំណាក់កាលនេះបានកើតឡើងយ៉ាងខ្លាំងនៅតំបន់សំខាន់ៗដូចជា Silicon Valley នៅក្នុងកាលីហ្វ័រញ៉ាដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាននិងទីក្រុងតូក្យូនៅប្រទេសជប៉ុនដែលល្បីល្បាញខាងឧស្សាហកម្មអេឡិចត្រូនិកកត្តាជំរុញសំខាន់នៃបដិវត្តន៍ឧស្សាហកម្ម 3.0 គឺការប្រើប្រាស់កុំព្យូទ័រនិងប្រព័ន្ធស្វ័យប្រវត្តិកម្មដែលបានបំលែងដំណើរការផលិតពីការពឹងផ្អែកទៅលើមនុស្សទៅជាប្រព័ន្ធដែលដំណើរការដោយម៉ាស៊ីននិងកម្មវិធីវាបានជួយកាត់បន្ថយកំហុសបង្កើនគុណភាពនិងល្បឿនផលិតយ៉ាងច្រើនផលប៉ះពាល់ដ៏សំខាន់នៃដំណាក់កាលនេះគឺបដិវត្តន៍ Digital ដែលបានណែនាំបច្ចេកវិទ្យាព័ត៌មាននិងអេឡិចត្រូនិកទៅក្នុងរោងចក្រដោយហេតុនេះឧស្សាហកម្មមិនត្រឹមតែផ្ដោតទៅលើការផលិតប៉ុណ្ណោះទេប៉ុន្តែផ្ដោតលើប្រសិទ្ធភាពការគ្រប់គ្រងព័ត៌មាននិងការសម្រេចចិត្តដោយផ្អែកលើទិន្នន័យចំណុចចុងក្រោយបដិវត្តន៍ឧស្សាហកម្ម 4.0 គឺសម័យ AI គឺជាសម័យបច្ចុប្បន្នបដិវត្តន៍ឧស្សាហកម្ម 4.0 គឺជាដំណាក់កាលបច្ចុប្បន្ននៃការអភិវឌ្ឍឧស្សាហកម្មដែលមានដើមកំណើតពីប្រទេសអាល្លឺម៉ង់ហើយពាក្យនេះត្រូវបានបង្កើតនិងផ្សព្វផ្សាយជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ Hannover Messe ក្នុងទីក្រុង Hanover បដិវត្តន៍នេះផ្អែកលើការរួមបញ្ចូល AI, Internet, Big Data និង Smart Factory ដោយមានកត្តាជំរុញសំខាន់ៗគឺប្រព័ន្ធរូបវន្តតាមអ៊ីនធឺណិតដែលភ្ជាប់ម៉ាស៊ីនប្រព័ន្ធនិងមនុស្សឲ្យធ្វើការជាមួយគ្នាតាមបណ្ដាញ Digital នៅក្នុងដំណាក់កាលនេះឧស្សាហកម្មត្រូវបានមើលឃើញថាជាប្រព័ន្ធឆ្លាតវៃដែលអាចប្រមូលនិងភ្ជាប់ទិន្នន័យព្យាករណ៍បញ្ហាជាមុននិងកែលម្អការផលិតដោយស្វ័យប្រវត្តិផលប៉ះពាល់សំខាន់ៗរួមមានអ៊ីនធឺណិតនៃវត្ថុ
បញ្ញាសិប្បនិម្មិតនិងទិន្នន័យធំដែលទាំងអស់នេះផ្ដោតលើការបង្កើតរោងចក្រឆ្លាតវៃដូច្នេះតម្លៃឧស្សាហកម្មមិនត្រឹមតែស្ថិតលើការផលិតប៉ុណ្ណោះទេប៉ុន្តែស្ថិតលើទិន្នន័យនិងចំណេះដឹងដែលអាចប្រើប្រាស់សម្រាប់ការសម្រេចចិត្តនិងការអភិវឌ្ឍនាពេលអនាគតសរុបមកបដិវត្តឧស្សាហកម្មទោះបីជាបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងបច្ចេកវិទ្យាយ៉ាងខ្លាំងក៏ដោយក៏វាបានបង្កើតគុណវិបត្តិជាច្រើនដូចជាការបាត់បង់ការងារបែបប្រពៃណីការកើនឡើងនៃភាពមិនស្មើគ្នាក្នុងសង្គមនិងការពឹងផ្អែកលើម៉ាស៊ីនខ្លាំងពេកការខូចខាតបរិស្ថាននិងធនធានធម្មជាតិដូច្នេះការអភិវឌ្ឍឧស្សាហកម្មត្រូវការការគ្រប់គ្រងនិងតុល្យភាពដើម្បីឲ្យការរីកចម្រើនកើតមានរយៈពេលយូរលោកអ្នកនឹងអាចទស្សនាផលប៉ះពាល់នៅវីដេអូបន្ទាប់ពីនេះសូមអរគុណ